សៀវភៅតម្រង់ទៅព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូ Ophol Chamber មានចំណងជើងថាហេតុអ្វីបានជាខ្ញុំមិនអាចទៅតាមព្រះអង្គបាននៅពេលនេះព្រះគម្ពីរយ៉ូហានចំពុក13ខ37ពេត្រុសទូលទ្រង់ថាព្រះអង្គម្ចាស់អើយហេតុអ្វីបានជាទូលបង្គំទៅតាមក្នុងគ្រានេះពុំបានទូលបង្គំស៊ូតែបដូរជីវិតជំនួសទ្រង់មានពេលខ្លះអ្នកមិនអាចយល់ពីមូលហេតុដែលកំពុងរារាំងខ្លួនមិនឲ្យធ្វើកិច្ចការដែលចិត្តអ្នកចង់ធ្វើនោះទេនៅពេលណាព្រះជាម្ចាស់ឲ្យអ្នករងចាំសូមកុំប្រញាប់ឡើយគឺត្រូវរងចាំវិញប្រហែលពេលវេលានៃការរងចាំនេះអាចជួយបង្រៀនអ្នកអំពីការជំរះចិត្តឲ្យបានស្អាតបរិសុទ្ធនៅពេលនោះឬពេលក្រោយទៀតក៏ថាបានការរងចាំក៏អាចបង្រៀនពីអត្ថន័យនៃការបម្រើផងដែរសរុបមកសូមកុំប្រញាប់រត់ទៅមុនការដឹកនាំរបស់ព្រះជាម្ចាស់ឡើយប្រសិនបើអ្នកមានការសង្ស័យលើអ្វីមួយទោះបីតូចក្តីនោះបានសេចក្តីថាព្រះជាម្ចាស់មិនបានដឹកនាំទេពេលណាកើតមានការសង្ស័យសូមកុំប្រញាប់ធ្វើអ្វីឲ្យសោះដំបូងអ្នកប្រហែលជាអាចយល់ពីព្រះハរតីទ្រង់ឧទាហរណ៍ការផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្តិម្នាក់ឬលេងធ្វើជំនួញជាមួយនរណាម្នាក់ឬក៏អាចមានអ្វីមួយដែលនាំអ្នកឲ្យមានអារម្មណ៍យ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ទាក់ទងនឹងព្រះハរតីទ្រង់បើដូច្នេះសូមកុំអាលធ្វើអ្វីដោយពឹងផ្អែកលើអារម្មណ៍ឡើយតែបើធ្វើទៅហើយដោយមិនរងចាំអ្នកនឹងបង្កបញ្ហាដែលពិបាកដោះស្រាយក្នុងរយៈពេលវែងផ្ទុយទៅវិញសូមចេះរងចាំពេលវេលារបស់ព្រះជាម្ចាស់នោះទ្រង់នឹងធ្វើឲ្យការទាំងអស់ល្អនិងដំណើរការទៅយ៉ាងរលូនដោយគ្មានការខូចចិត្តឬការខកចិត្តនៅពេលមានស្ថានភាពណាមួយកើតឡើងនោះឡើយសូមចាំថាការនេះគឺស្រេចលើព្រះハរតីរបស់ព្រះជាម្ចាស់ដូច្នេះសូមរងចាំទ្រង់ធ្វើការជាមុនសិនលោកពេត្រុសពុំបានចាំយាមព្រះជាម្ចាស់ទេតែផ្ទុយទៅវិញលោកបានសន្និដ្ឋានថាខ្លួនលោកអាចស៊ូត្រឹមការសាកល្បងដោយកម្លាំងខ្លួនឯងហើយសន្មតថាឥតចាញ់ទេការលបួងបានកើតត្រង់ចំណុចដែលលោកគិតស្មានមិនដល់គឺលោកបានអះអាងដោយចិត្តខ្លួនឯងយ៉ាងស្មោះត្រង់ថាទូលបង្គំសុខចិត្តស៊ូបដូរជីវិតសម្រាប់ព្រះអង្គតែលោកមិនទាន់ស្គាល់ជំរឿចិត្តខ្លួនឯងច្បាស់នៅឡើយទេព្រះយេស៊ូវមានបន្ទូលតបថាមិនរងាវទៀតទើបតែអ្នកបានប្រកែក3ដងថាមិនស្គាល់ខ្ញុំព្រះគម្ពីរយ៉ូហានចំពុក13ខ38ព្រះអង្គមានបន្ទូលដូច្នេះពីព្រោះទ្រង់ស្គាល់លោកពេត្រុសច្បាស់ជាងលោកពេត្រុសស្គាល់ខ្លួនឯងទៅទៀតលើសពីនេះទៀតលោកពេត្រុសមិនទាន់យល់ពីចិត្តខ្លួនឯងច្បាស់ហើយថែមទាំងមិនដឹងអំពីលទ្ធភាពរបស់ខ្លួនដែលអាចនឹងធ្លាក់ទៅប្រព្រឹត្តការអាក្រក់ក៏ថាបានដូច្នេះសេចក្តីស្មោះត្រង់របស់មនុស្សចំពោះព្រះយេស៊ូវដែលកើតពីកំណើតអាចឲ្យពួកគេចូលចិត្តព្រះអង្គបានហើយប្រហែលពួកគេអាចគិតថានឹងធ្វើឲ្យទ្រង់សពព្រះតីផងដែរប៉ុន្តែការនេះមិននាំទៅដល់ຂະຫນາດគំរូនៃសិស្សរបស់ព្រះអង្គទេព្រោះថាបើព្រះយេស៊ូវសពព្រះតីនឹងការបែបនេះមែនគឺនៅទីបញ្ចប់មុខតែនាំឲ្យបដិសេធព្រះអង្គនៅពេលណាមួយជាមិនខាន